អ្នកនរគ្នាសម្រាប់បងប្អូនដែលអត់ទាន់មានការងារធ្វើក្នុងឆ្នាំ2026នេះអ្នកខ្លះគាត់អត់ទាន់មានការងារធ្វើអញ្ចឹងជាពេលវេលាល្អបំផុតសម្រាប់យើងឱកាសសិក្សាយើងអាចសិក្សាជាភាសាចិនភាសាអង់គ្លេស Computer ឬក៏ Graphic Design បើសិនជាអ្នកឆ្លាញ់ខាងកញ្ចក់ខាងជំនាញ Content Creator អីក៏យើងអាចរៀនបានដែរវាជាឱកាសល្អហើយជំនាញទាំងអស់ហ្នឹងក៏យើងងាយស្រួលក្នុងការរៀនហើយយើងរៀនបានតាមអនឡាញក៏រៀនបាននៅផ្ទះនៅតែផ្ទះឬក៏ញ៉ាំកាហ្វេហាងកាហ្វេក៏រៀនបានដែរជំនាញទាំងអស់ហ្នឹងពិតជាស្រួលរៀនមែនតើហើយយើងគិតថាចេះបើសិនជាយើងអត់មានលុយចូលរៀននៅសាលាថ្លៃអញ្ចឹងយើងអាចរកសាលាដែលតម្លៃធូរថ្លៃសមរម្យឬក៏យើងមានតែទូរស័ព្ទដៃមួយយើងអាចរៀនគ្រប់កន្លែងទាំងអស់យើងមិនចាំបាច់រៀននៅសាលាបើសិនជាយើងអត់លុយយើងអាចជាលក្ខណៈ website ឬក៏ក្នុង app ក៏មានបរិញ្ញាបត្រអស់ទាំងដែរអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់មានការងារធ្វើកុំបាក់ទឹកចិត្តបើសិនជាយើងកំពុង stress អត់មានការងារយើងមានលុយកាតទូរស័ព្ទអីត្រូវអត់យើងប្រកាសជាមានលុយបញ្ចុះកាតទូរស័ព្ទអីអញ្ចឹងយកអាពេលវេលាដែលយើងកំពុងមើលទូរស័ព្ទនេះយកទៅធ្វើជាលក្ខណៈមើលមេរៀនក្នុងទូរស័ព្ទហើយយើងជាលក្ខណៈថាបង្កើតឱកាសឲ្យខ្លួនឯងធ្វើមិនឲ្យបានចំណេះដឹងថ្មីសម្បីតែខ្ញុំរងថ្ងៃខ្ញុំអត់បានចូលរៀនសាលាច្រើនទេប៉ុន្តែខ្ញុំព្យាយាមរៀនតាមទូរស័ព្ទដៃឬក៏រៀនមើលជាសភៅនៅក្នុងផ្ទះជានិច្ចខ្ញុំអត់ដែរចោលទេក្នុងការរៀនអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកនរគ្នាសម្រាប់បងប្អូនដែលអត់មានការងារធ្វើគឺជាពេលវេលាល្អបំផុតក្នុងការសិក្សាយកជំនាញសិក្សាបានច្រើនជាងពេលដែលយើងមានការងារទៅទៀតព្រោះវាអត់សូវហត់ទេអញ្ចឹងយើងកុំទុកពេលវេលាចោលកំឡុងពេលដែលយើងអត់ការងារគឺជាកំឡុងពេលសិក្សារបស់យើងល្អបំផុតហើយនៅពេលដែលយើងចាប់ផ្ដើមរកការងារបានហើយយើងនៅតែបន្តរៀនកន្លះម៉ោង1ម៉ោងក្នុងមួយថ្ងៃគឺល្អបំផុតហើយក្នុងបច្ចុប្បន្នដែលយើងទៅនេះយើងកុំបខំរៀនច្រើនម៉ោងក៏បានឬក៏យើងសម្រាប់ថាបើអ្នកដែលចូលចិត្តរៀនចំជំនាញនេះខ្លួនឯងចូលចិត្តខ្លាំងគឺយើងអាចរៀនច្រើនម៉ោងបានអត់ធុញទេសម្រាប់ការរៀននោះអញ្ចឹងវាឱកាសល្អក្នុងការរៀនដែរហើយយើងប្រឹងអភិវឌ្ឍជំនាញទោះជាអត់ការងារធ្វើតែជំនាញត្រូវតែអភិវឌ្ឍព្រោះនៅពេលដែលស្ថានភាពល្អវិញគេចាប់ផ្ដើមរកការងារច្រើនយើងអាចជាឱកាសជាអ្នករកស៊ីឬក៏ជាអ្នកធ្វើការដែលមានឱកាសរើសការងារដែលមានប្រាក់ខែច្រើនជាងដែលអ្នកដទៃដែលគេអត់សូវយកចិត្តទុកដាក់ក្នុងការរៀនសូត្របន្ថែមណាអញ្ចឹងបើសិនជាយល់ថាវីដេអូនេះមានជាផលចំណេញឬក៏មានអត្ថប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាសូមជួយ share ផងណាចាអរគុណ